ដំឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសេវិសុទ្ធដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់លើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលនាថ្ងៃទី19ខែឧសភាឆ្នាំ2026ឯកឧត្តមវង្សសេវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការដឹកនាំការកែតម្រង់ច្បាប់បានចូលរួមជាអធិបតីបើកនិងដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់លើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលដោយមានវត្តមានចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីឯកឧត្តមបណ្ឌិតសភាចារឯកឧត្តមប្រធាចារជំនាញផ្នែកច្បាប់ឯកឧត្តមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីមកពីបណ្ដាក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធនិងសាស្ត្រាចារ្យផ្នែកច្បាប់ជាច្រើនរូបសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗលើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលដែលជាឧបករណ៍គតិយុត្តមួយដ៏សំខាន់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងនីតិរដ្ឋបាលនិងនីតិរដ្ឋឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសេវិសុទ្ធមានប្រសាសន៍បើកសិក្ខាសាលានេះថាការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលគឺដើម្បីធានាសណ្ដាប់ធ្នាប់គតិយុត្តនិងសណ្ដាប់ធ្នាប់ស្ថាប័ននៃរដ្ឋបាលសាធារណៈព្រមទាំងលើកកម្ពស់ការគោរពច្បាប់ដោយអាជ្ញាធរសាធារណៈការការពារនិច្ចានុកូលភាពក្នុងគោលបំណងបង្កើនជំនឿទុកចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈពីសំណាក់សាធារណជននិងវិនិយោគិននិងអាចចាត់ទុកជាការបោះជំហានមួយថ្មីទៀតនៃកិច្ចការកែតម្រង់ច្បាប់ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការតម្រង់ច្បាប់កម្ពុជាដែលត្រូវបានដាក់ឲ្យអនុវត្តនៅឆ្នាំ2025ដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ការកសាងនៅប្រព័ន្ធច្បាប់កម្ពុជាមួយដែលមានបូរណភាពឯកឧត្តមបានបន្តថាបូរណភាពច្បាប់ឬប្រព័ន្ធច្បាប់កម្ពុជាមានន័យថាជាច្បាប់មួយដែលមានលក្ខណៈពេញលេញឯកភាពសង្គតភាពសមានគតិភាពសន្តិសុខគតិយុត្តនិងជឿទុកចិត្តបានដើម្បីជាមូលដ្ឋានមួយសម្រាប់គ្រប់គ្រងប្រទេសដែលហៅថានីតិរដ្ឋឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានមានប្រសាសន៍បន្តទៀតថាច្បាប់យើងមានហើយតែយើងពុំទាន់មានក្រមរដ្ឋបាលការមិនទាន់មានក្រមរដ្ឋបាលមិនមែនមានន័យថាយើងពុំមានប្រព័ន្ធរដ្ឋបាលសាធារណៈនោះទេគ្រាន់តែវិធានរដ្ឋបាលស្ថិតនៅរប៉ាត់រប៉ាយក្នុងច្បាប់នានាតែប៉ុណ្ណោះដូចនេះសិក្ខាសាលារបស់យើងនាថ្ងៃនេះគឺចង់ដោះស្រាយបញ្ហានេះដោយចាប់ផ្ដើមពីការរៀបចំក្របខ័ណ្ឌច្បាប់និងវិធានការក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈសម្ដៅបង្កើនសមត្ថភាពដោះស្រាយបញ្ហាធានាសណ្ដាប់ធ្នាប់រដ្ឋបាលសាធារណៈនិងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋបាលសាធារណៈព្រមទាំងបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈក៏ប៉ុន្តែដើម្បីធានាសណ្ដាប់ធ្នាប់រដ្ឋបាលសាធារណៈត្រូវមានវិធានប្រព័ន្ធធនធានមនុស្សនិងធនធានហិរញ្ញវត្ថុឯកឧត្តមបានគូបញ្ជាក់បន្ថែមថាកិច្ចការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលមិនមែនជាកិច្ចការស្រួលនោះទេប៉ុន្តែយើងត្រូវមានឆន្ទៈនិងសេចក្តីក្លាហានព្រមទាំងត្រូវជំនះធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍ជាតិនិងរួមចំណែកក្នុងកិច្ចការការពារជាតិនិងសន្តិសុខជាតិការកសាងជាតិការអភិវឌ្ឍជាតិនិងការលើកកម្ពស់ជីវភាពរបស់ប្រជាជនស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ2050ទន្ទឹមនេះដើម្បីធ្វើកិច្ចការងារនេះត្រូវមានការយល់ដឹងអំពីវត្ថុបំណងចម្បងបំផុត primary objective នៃការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលនេះហើយត្រូវចូលរួមអនុវត្តទាំងអស់គ្នានៅក្នុងដំណើរមួយដ៏វែងឆ្ងាយដូចនេះការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលគឺជាកិច្ចការមួយដ៏សំខាន់និងមានលក្ខណៈស្មុគស្មាញទាំងលើទិដ្ឋភាពបច្ចេកទេសទិដ្ឋភាពច្បាប់ទិដ្ឋភាពនយោបាយទិដ្ឋភាពស្ថាប័នអនុវត្តនិងទិដ្ឋភាពរៀបចំយន្តការជាដើមជាទីបញ្ចប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសេវិសុទ្ធបានផ្ដល់អនុសាសន៍ណែនាំឲ្យក្រុមការងាររៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីឧត្តមមានវត្តជាអន្តរជាតិដែលអាចរៀបចំជាទស្សនកិច្ចសិក្សាឬការពិគ្រោះយោបល់ជាមួយអ្នកជំនាញការជាន់ខ្ពស់អន្តរជាតិជំនាញរដ្ឋបាលសាធារណៈ